Bạn chụp điệp xuống có đôi chỉ số đấy.ថ្ងៃនេះខ្ញុំធ្វើការបង្ហាញអំពីកម្មវិធីនៅលើទូរស័ព្ទដៃមួយដែលជាកម្មវិធីបង្ហាញអំពីសីតុណ្ហភាពប៉ុន្តែចំណុចសំខាន់មួយទៀតនេះគឺវាបង្ហាញអំពីចរន្តខ្យល់បក់ឬក៏ខ្យល់ព្យុះអីជាដើមហ្នឹងដែលកើតមាននៅលើពិភពលោកយើងឬក៏ភពផែនដីយើងហើយកម្មវិធីនេះផងដែរវាមានប្រយោជន៍ត្រង់ថាវាជួយឲ្យបងប្អូនជាពិសេសគឺអ្នកធ្វើខាងកសិកម្មបានទទួលអត្ថប្រយោជន៍ពីវាបានច្រើនបើសិនបើយើងចេះប្រើវាចេះស្វែងយល់ពីវាមិនថាបងប្អូនដែលត្រៀមប្រកបប្រកើនផលស្រូវទេសូម្បីតែខាងដំណាំស្វាយចន្ទីឬក៏ជាពិសេសគឺដំណាំទុរេនតែម្ដងគឺមានសារៈសំខាន់ណាស់ហើយមូលហេតុអីបានជាខ្ញុំថាវាមានសារៈសំខាន់ដោយសារវាពាក់ព័ន្ធនឹងកត្តាអាកាសធាតុអញ្ចឹងកត្តាអាកាសធាតុគឺខ្យល់បក់នេះឬក៏ឥទ្ធិពលសម្ពាធទាបដែលយើងតែងតែលើតាមការប្រកាសពីក្រសួងធនធានទឹកនិងឧតុនិយមជាដើមហ្នឹងគឺសុទ្ធតែមានប្រភពពាក់ព័ន្ធជាមួយនឹងខ្យល់អីនឹងជាដើមហ្នឹងឯងជាពិសេសគឺខ្យល់ព្យុះហើយកម្មវិធីដែលខ្ញុំចង់បង្ហាញបងប្អូនហ្នឹងគឺមានឈ្មោះថា Windy នេះបងប្អូន Windy ហើយបងប្អូនអាចប្រើទូរស័ព្ទដៃ Android ចូលទៅ Play Store ដើម្បី download ទៅហើយអ្នកប្រើខាង iPhone ប្រព័ន្ធ iOS យើងអាចចូលទៅ App Store អីចឹងទៅបាទអញ្ចឹងខ្ញុំគឺប្រើ Android ចឹងបងប្អូនអាចចូលទៅវាទៅគឺលក្ខណៈរបស់វាបែបហ្នឹងហើយកម្មវិធីនេះគឺទ្រង់ទ្រាយវាបែបនេះឯងបើសិនជាបងប្អូនដែលអត់ទាន់មានទេបងប្អូនអាចធ្វើការ download ហើយអនុវត្តតាមដំណើរវាមួយជំហានទៅមួយជំហានទៅដោយសាររបស់ខ្ញុំនេះគឺខ្ញុំធ្លាប់ download មកហើយគឺខ្ញុំបានចូលយកមកប្រើជាក់ស្ដែងហើយកលេចទៅមើលរូបភាពនៅក្នុងកម្មវិធីនឹងវិញនៅពេលនេះគឺជាទីតាំងរបស់ប្រទេសកម្ពុជាយើងបងប្អូនអាចមើលផែនទីនឹងបានហ្នឹងហើយនេះជាផែនទីរបស់ប្រទេសកម្ពុជាយើងរួចហើយខ្ញុំឲ្យមើលពេញផ្នែកខាងស្ដាំដែលកំពុងតែមានសញ្ញាគួចដូចជាគូតខ្យងហ្នឹងគឺជាកន្លែងដែលកកើតខ្យល់ព្យុះហើយវាកំពុងតែស្ថិតនៅក្នុងក្បែរប្រទេសហ្វីលីពីនបងប្អូនដឹងហើយប្រទេសហ្វីលីពីនតែងតែរងគ្រោះដោយសារខ្យល់ព្យុះទីហ្វុងហ្នឹងគឺញឹកញយជាងគេហើយចំពោះពេលវេលាវិញថ្ងៃនេះគឺយើងកំពុងតែស្ថិតនៅក្នុងថ្ងៃទី10ខែ11ឆ្នាំ2025បងប្អូនអាចមើលខាងក្រោមនេះបានណានេះគឺថ្ងៃទី10ខែ11 2025ងាកទៅសាច់រឿងដែលខ្ញុំចង់លាតត្រដាងអំពីថាឥទ្ធិពលខ្យល់ព្យុះហ្នឹងថាហេតុអ្វីបានវាមានប្រយោជន៍ទៅដល់អ្នកធ្វើកសិកម្មហើយជាពិសេសបងប្អូននៅប្រទេសកម្ពុជាយើងនៅលើ screen ទូរស័ព្ទឬក៏នៅលើកញ្ចក់ទូរស័ព្ទរបស់យើងនៅពេលដែលបងប្អូនបើកមកឃើញប្រឈរបែបនេះបងប្អូនមិនតាន់បាច់ថាបងប្អូនមិនតាន់បាច់ខ្វល់ថាបងប្អូននៅទិសដៅណាទេយើងប្រកាសថាបែកខាងលើនៃអេក្រង់ទូរស័ព្ទរបស់យើងនឹងគឺស្មើនឹងទិសខាងជើងវាគឺជាទិសខាងជើងហ្នឹងហើយដោយឡែកយើងមើលទិសដៅខ្យល់គួចហ្នឹងគឺវានៅបែកខាងកើតនៃប្រទេសកម្ពុជាយើងអាចថាកើតហ្នឹងហើយកើតឈៀងត្បូងអីចឹងទៅណាអធិស្ឋានទិសខាងកើតហើយណាយើងថាឲ្យជាក់លាក់ចឹងទៅគឺទិសខាងកើតចឹងជាទូទៅខ្យល់ព្យុះទីហ្វុងឬក៏ខ្យល់ព្យុះត្រូពិចវាតែងតែកើតនៅចុងរដូវវស្សារបស់យើងគឺចាប់ដើមពីចុងខែ10អីហ្នឹងវាមានឥទ្ធិពលច្រើនណាមែនតើទៅយើងអង្កេតឃើញជាក់លាក់គឺដែលបងប្អូននៅកម្ពុជាយើង
ជួបប្រទេសច្រើនគឺចុងខែ10ដើមខែ11នេះហើយចំណុចអត់ទៅហ្នឹងគឺជាពេលវេលាដែលយើងគាត់សម្គាល់ខ្លាំងដោយសារតែយើងត្រៀមខ្លួនដើម្បីប្រកបការផលហើយទៅលើដំណាំផ្សេងអញ្ចឹងអាភ្លៀងនៅពេលហ្នឹងវាជាភ្លៀងដែលធ្វើឲ្យប៉ះពាល់ដល់យើងវាអត់ដូចភ្លៀងនៅរដូវកណ្ដាលរដូវវស្សាខែភ្ជុំខែអីផ្ទាល់ទេមែនទៅព្យុះវាមានតាំងពីពេលនោះមកប៉ុន្តែយើងជាទូទៅយើងមានអារម្មណ៍ថាយើងនៅក្នុងរដូវវស្សាយើងអត់សូវមានភាពគិតអីឆ្ងាយវិញឆ្ងាយទេយើងគិតតែរឿងចុងរដូវវស្សាត្រៀមខ្លួនប្រកបការផលឬក៏ដំណាំឈើហូបផ្លែមួយចំនួនដូចជាស្វាយចន្ទីឬក៏ដំណាំទុរេនហ្នឹងគឺត្រៀមយកផ្កាហើយដល់សាច់រឿងជាក់លាក់ណាព្យុះដែលបងប្អូនកំពុងតែឃើញនេះគឺជាព្យុះវូហ្វុងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមគឺដឹងហើយព្យុះនេះគឺកើតឡើងនៅសមុទ្រចិនខាងត្បូងហើយនិងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនេះប៉ាស៊ីហ្វិកខាងលិចហើយមកដល់នេះគឺសមុទ្រចិនខាងត្បូងហើយអញ្ចឹងព្យុះអត់ទាំងហ្នឹងហើយជាទូទៅគឺវាតែងតែបក់ទៅកាន់ដីគោកមកទិសខាងលិចអូតូម៉ាទិកភាគច្រើនហ្នឹងគឺមកទិសខាងលិចណាគឺឆ្ពោះទៅរកប្រទេសវៀតណាមក៏ដូចជាប្រទេសថៃប្រទេសកម្ពុជាយើងជាដើមហ្នឹងអញ្ចឹងចំណុចទាំងហ្នឹងហើយដែលថាពេលខ្លះពេលខ្យល់ហ្នឹងវាធ្វើដំណើរទៅដល់ដីគោកប្រទេសវៀតណាមអីហ្នឹងប្រទេសវៀតណាមគេចំព្យុះពេញរួចហើយចំហាយហ្នឹងគឺវាជះមកដល់យើងជាពិសេសគឺនៅប៉ែកខាងរតនគិរីមណ្ឌលគិរីឬក៏ស្ទឹងត្រែងមួយចំនួនដែលឥទ្ធិពលវាសាយភេដល់គឺតំបន់អស់ហ្នឹងអញ្ចឹងមានន័យថានៅពេលដែលវាធ្វើដំណើរទៅដល់ហ្នឹងគឺយើងក៏រងឥទ្ធិពលនឹងគេនឹងឯងដែរដែលជាហេតុធ្វើឲ្យរាំងស្ទះដល់ការអនុវត្តកិច្ចការចាត់ការទូទៅឬក៏កិច្ចការងារអនុវត្តប្រើធាតុចូលលើដំណាំរបស់យើងនឹងហើយខ្ញុំចង់ឲ្យបងប្អូនដើម្បីចេះប្រើគឺនេះក៏លេខមើលប៉ែកខាងក្រោមសញ្ញាចាក់ចម្រៀងដូចយើងចាក់នៅក្នុងវីដេអូនៅក្នុង YouTube ចឹងបងប្អូនចុចលើវាមកមានន័យថាដើម្បីឲ្យវាដើរឲ្យវារ៉ាន់ឬក៏ឲ្យវា play គឺតាមថ្ងៃនឹងបានណានេះវាកំពុងតែដើរទៅហើយចេញពីថ្ងៃទី10ខែ11ហ្នឹងរួចហើយនៅពេលដែលយើងកំពុងតែចាក់វេនហ្នឹងទៅបងប្អូនតាមដានចំណុចខ្យល់គួចហ្នឹងហើយគឺជាខ្យល់ព្យុះគឺវារំកិលទីបន្តិចម្ដងវាប្រែប្រួលទីតាំងបន្តិចម្ដងហើយបងប្អូនតាមដានវាព្យាករហ្នឹងគឺកម្មវិធីនេះគឺវាអ្នកព្យាករឲ្យទៅប្រហែលថ្ងៃខាងមុខទៀតក៏បានដែរអាចឥឡូវយើងមកដល់ថ្ងៃទី11ថ្ងៃអង្គារទី11ហើយគឺឃើញទេទិសដៅព្យុះគឺវាខុសជាមួយនឹងថ្ងៃទី10ចាំមើលឈានចូលដល់ថ្ងៃទី12មានន័យថាថ្ងៃខាងស្អែកតើព្យុះនឹងវាវិវត្តទៅដល់ទីតាំងណាបើសិនជាវារំកិលចេញឆ្ងាយពីប្រទេសកម្ពុជាយើងនោះមានន័យថាព្យុះមួយនឹងប្រទេសកម្ពុជាយើងវាអត់ជះឥទ្ធិពលមកលើប្រទេសកម្ពុជាយើងទេអញ្ចឹងបងប្អូនអាចកិច្ចបានហើយអាចស្ងប់ចិត្តបានហើយក្នុងការអនុវត្តការប្រើប្រាស់ជីឬក៏ការបាញ់ថ្នាំទៅលើដំណាំរបស់បងប្អូនជាពិសេសអ្នកធ្វើទុរេនអីហ្នឹងគឺអាចត្រៀមខ្លួនឲ្យបានពេញលេញដើម្បីអនុវត្តការងារបានហើយពីព្រោះអត់មានឥទ្ធិពលសម្ពាធទាបធ្វើឲ្យពពកឡើងមួលមីហើយបាំងពលឺថ្ងៃជុំចិត្តអីនឹងលែងមានឥទ្ធិពលមកលើតំបន់យើងទៀតហើយអញ្ចឹងវាអាចជួយយើងបានដែរហើយនេះដំណើរការនេះឥឡូវវាវិវត្តមកដល់ថ្ងៃទី13ហើយគឺថ្ងៃប្រហោះអញ្ចឹងក៏លេខទៅមើលព្យុះវិញគឺវាចាប់ផ្ដើមថយឥទ្ធិពលព្យុះចាប់ផ្ដើមថយកម្លាំងហើយ
វាបាត់អាសញ្ញារង្វង់គួចគូតខ្យងហើយអញ្ចឹងវានៅសល់តែចរន្តវិលវល់ច្បោកច្បល់គ្នាមួយចំនួនទេដែលវាកំពុងតែសាយភាយកម្លាំងនឹងអញ្ចឹងសរុបមកមានន័យថាពីថ្ងៃទី10ទៅទល់ថ្ងៃទី13ឬថ្ងៃទី14អីហ្នឹងគឺព្យុះដែលមានឥទ្ធិពលដែលកំពុងតែកើតមានហ្នឹងគឺអត់ជះឥទ្ធិពលមកលើប្រទេសកម្ពុជាយើងទេអញ្ចឹងយើងអាចព្យាករណ៍ទុកអញ្ចឹងបានណាវាខុសពីមួយរយៈកាលមុនគឺព្យុះកាល់មេគីដែលបងប្អូនមើលតាមព័ត៌មានឃើញប្រទេសវៀតណាមនិងប្រទេសហ្វីលីពីនរងគ្រោះធ្ងន់ជាងគេហ្នឹងគឺដោយសារតែវាបក់ចេញមកខាងលិចចឹងហើយបានទៅវៀតណាមហ្នឹងវារងគ្រោះផ្ទាល់ហើយវាឆ្លងកាត់ហ្វីលីពីននេះដីកោកហ្វីលីពីនដីកោះហ្វីលីពីននេះដំបូងព្យុះកាល់មេគីខ្ញុំរំលឹកថយក្រោយតិចព្យុះកាល់មេគីដែលធ្វើឲ្យប្រទេសហ្វីលីពីនរងគ្រោះធ្ងន់ហ្នឹងគឺវាកើតឡើងនៅម្ដុំនេះម្ដុំខ្ញុំផ្ដល់សញ្ញានេះហ្នឹងហើយរួចហើយនេះវាបក់ឆ្លងដីកោះហ្វីលីពីននេះដីកោះហ្វីលីពីនវាបក់ឆ្លងមកឆ្លងទៅវាធ្វើឲ្យប្រទេសហ្វីលីពីនដីកោះហ្នឹងគឺរងគ្រោះបន្ទាប់មកឥទ្ធិពលខ្យល់ហ្នឹងវាអត់អស់ទេវាមកកុំគ្នានៅម្ដុំនេះម្ដុំសមុទ្រចិនខាងត្បូងនេះម្ដុំហ្នឹងហើយវាប្រមូលកម្លាំងមកទៅនឹងមកវគ្គទៀតបក់ចូលមកប្រទេសវៀតណាមនេះបក់ចូលប្រទេសវៀតណាមរួចហើយសាយភេកដល់ឡាវដល់ថៃអញ្ចឹងអាពេលវាសាយភេកទៅអាមុខខ្យល់វានេះទៅអាចំហាយតតឹងខ្យល់ហ្នឹងវាធំអញ្ចឹងណាអញ្ចឹងវាក៏សាយភេកគ្រប់ដណ្ដប់លើប្រទេសកម្ពុជាយើងដែលជាពិសេសគឺតំបន់គ្រប់ដណ្ដប់ធ្ងន់ជាងគេគឺបែកខាងឦសានប្រទេសយើងហ្នឹងអញ្ចឹងសរុបមកគឺកម្មវិធីនេះគឺវាជួយយើងបានច្រើនមែនទែនអំពីការព្យាករណ៍អាកាសធាតុឬក៏ពាក់ព័ន្ធនឹងសម្ពាធទាបដែលមានឥទ្ធិពលមកលើប្រទេសកម្ពុជាយើងហើយអរគុណច្រើនបងប្អូនសម្រាប់វីដេអូនេះហើយថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាពេញចិត្តវីដេអូនេះសូមជួយចុច Subscribe ផងហ្នឹងហើយខ្ញុំអាចមានឱកាសធ្វើវីដេអូបង្ហាញករណីស្តៀងគ្នានឹងបន្ថែមទៀតនៅក្នុងឱកាសក្រោយសូមអរគុណសូមជម្រាបលា